រឿងបងប្អូនពីរនាក់គ្រួសារមួយមានកូនពីរនាក់កូនស្រីច្បងឈ្មោះនាតកូនប្រុសប្អូនឈ្មោះណាតច្រើនតែចរណែននឹងបងស្រីខ្លួនចំណែកនាតវិញមិនដែលប្រកាន់នឹងប្អូនទេនាងតែងតែសម្របចិត្តប្អូនជានិច្ចឪពុកម្ដាយក្មេងទាំងពីរមានចិត្តអាណិតស្រឡាញ់កូនស្មើគ្នាពេលគាត់ទៅណាគាត់យកកូនទាំងពីរទៅជាមួយជានិច្ចគាត់ផ្គត់ផ្គង់ចំណីអាហារសម្លៀកបំពាក់កូនទាំងពីរមិនឲ្យលើសខ្វះគ្នាឡើយគាត់មិនដឹងថាត្រូវធ្វើដូចម្តេចទេដើម្បីឲ្យណាតយល់ចិត្តបងស្រីនិងចេះស្រឡាញ់បងស្រីខ្លួនពួកគាត់តែងតែខ្វល់ខ្វាយនឹងរឿងណាតជានិច្ចមានថ្ងៃមួយពួកគាត់បានសាកល្បងដោយប្រើមធ្យោបាយមួយគាត់ដឹងថាក្មេងប្រុសចូលចិត្តលេងកូនឡានពួកគាត់នាំគ្នាទៅផ្សារទិញកូនឡានជួរមួយនិងសៀវភៅរូបភាពអំពីឡានតូចធំមួយសម្រាប់គាត់បានយករបស់ទាំងនោះទៅឲ្យនាតហើយប្រាប់ថាកូនឯងទុករបស់នេះកុំឲ្យប្អូនឃើញដំបូងកូនយកកូនឡាននេះឲ្យទៅប្អូនដោយប្រាប់ថាមិត្តភក្តិកូនឲ្យកូនថ្ងៃក្រោយកូនឲ្យសៀវភៅមួយសម្រាប់នេះទៀតនាតទទួលយល់ព្រមធ្វើតាមម្ដាយដល់ពេលរសៀលនាតបានយកកូនឡានជួរមកហុចឲ្យណាតព្រមទាំងនិយាយថាណាតមកនេះបងឲ្យកូនឡានមួយណាតនិយាយដោយមើលមុខបងតើបងបានកូនឡាននឹងមកពីណាហើយអ្វីបានជាបងមិនទុកលេងខ្លួនឯងនាតឆ្លើយមិត្តភក្តិបងឲ្យបងតែបងមិនលេងទេបងឲ្យវាទៅអូនវិញព្រោះអូនស្រឡាញ់ឡានណាស់ណាតទទួលយកឡានពីបងភ្លាមក៏រត់ចេញមកក្រៅយកទៅលេងមួយរំពេចមួយសប្តាហ៍ក្រោយមកពេលឃើញប្អូននៅចិត្តនាតធ្វើជាយកសៀវភៅរូបភាពឡានមកបើកមើលណាតចេះតែលួចតាមមើលដោយឃើញរូបឡានប្លែកៗជាច្រើនវាចង់បានណាស់តែមិនហ៊ានសុំនាតដឹងចិត្តប្អូនក៏បើកសៀវភៅបង្ហាញរូបភាពមួយចំនួនរួចសួរអូនឯងចង់បានសៀវភៅនេះដែរឬទេបើចង់បានបងឲ្យណាតងក់ក្បាលព្រមទាំងសួរបងម្លេចបងមិនទុកវាមើលនាតមើលមុខប្អូនដោយញញឹមហើយនិយាយដោយម៉ឺងម៉ាត់ថាអត់ទេបងឲ្យអូនឯងមើលវិញថាហើយនាងក៏ហុចសៀវភៅនោះឲ្យប្អូនហើយណែនាំបើកវាថ្នមណាកុំឲ្យវាឆាប់រហែកថ្ងៃក្រោយបើបងបានអ្វីប្លែកបងនឹងឲ្យអូនទៀតណាតញញឹមហើយនិយាយទៅរកបងអរគុណបងខ្ញុំនឹងខំថែវាឲ្យបានល្អចាប់ពីពេលនោះមកណាតតែងតែទៅជិតនាតជួនកាលពួកគេនិយាយឬលេងជាមួយគ្នាយ៉ាងសប្បាយមេត្តាបិតាក្មេងទាំងពីរសប្បាយចិត្តណាស់រឿងក្មេងស្រី3នាក់ស្ត្រីមេម៉ាយម្នាក់មានកូនស្រី3នាក់កូនស្រីបងចូលចិត្តដើរលេងជាមួយមិត្តភក្តិកូនស្រីបន្ទាប់មិនសូវចូលចិត្តការរៀនសូត្រទេរីឯកូនពៅជាក្មេងស្លូតបូតចេះគិតគូរដល់គ្រួសារនិងខិតខំរៀនសូត្រថ្ងៃមួយពេលម្ដាយមិននៅកូនទី1និងកូនទី2បានឆ្លោះប្រកែកគ្នាទោះបីប្អូនពៅខាត់យ៉ាងណាក៏មិនស្ដាប់ពេលបានដឹងរឿងម្ដាយក៏ហៅកូនទាំង3នាក់មកជុំគ្នាម្ដាយប្រាប់កូនម្នាក់ឲ្យរៀបរាប់អំពីការងារមានប្រយោជន៍ដែលគេបានធ្វើនៅថ្ងៃនេះម្ដាយបានប្រាប់កូនថាគាត់នឹងឲ្យកូនបងទាំងពីរទៅនៅជាមួយនឹងបងប្អូននៅឯទីក្រុងធ្វើការជាមួយគេហើយទុកកូនពៅឲ្យនៅជាមួយព្រោះនាងខំរៀននិងជួយការងារផ្ទះកូនស្រីបងទាំងពីរដឹងខ្លួនខុសក៏សន្យាថានឹងកែខ្លួនហើយសូមឲ្យនាងបានរៀនសូត្រតទៅទៀតម្ដាយក៏យល់ព្រម